Ồ, vì mình thả vào chảo trần, đặc biệt những đò dù hóc những ái máu xa xong bạc sao thốn hơi ở vậy đây bị sách cái dương ọt bong lùi thiệt đi cái này thay tom sạc phép cái dương pra mùi chí vật chẳng xong xa xong chơi tộc tự y phần năng sang cầm thả y đừng dùl ở vậy đây trong bộ sẽ hai cùng miền càn nóm kia trở lên trở lòng với nhân tiền á chẳng cùng nóm kia trở lòng tiền và chặt ba thôi chẳng ngọt ôi xoay như là cho ba trong bác những ai tê tê đập pi bài vào muối rồi cô từ chụp bộ sổ và tới mình thấy bộ sổ mùi na của ba là su có từ quạt đằng ấy còn cầm nái nhỉ ôn đại miền ban bò sò hai chi bộ cô xoay này vô bong vị phị cái tiên châu từ bò sò đôi luôn bom bây giờ miền ca vôฉลองដូចខ្ញុំថ្ងៃនេះខ្ញុំមកបជាខ្ញុំយល់ច្រឡំអស់រយៈពេល10ឆ្នាំអញ្ចឹងបងប្អូនប្រយ័ត្នប្រយែងចំណុចនេះក្នុងនាមយើងជាបុគ្គលស្វ័យនយោជបងវិភិកទានចូលបសសដោយខ្លួនឯងនៅពេលដែលយើងគ្រប់អាយុ60ឆ្នាំហើយយើងចង់ឈប់បងហើយយើងគិតថាយើងនឹងទទួលបានអត្ថប្រយោជន៍សោធននិវត្តន៍អត់មែនទេណាបងប្អូនណាអត់មានទេអញ្ចឹងក្នុងនាមយើងជាបុគ្គលស្វ័យនយោជបងវិភិកទានដោយខ្លួនឯងយើងបងយើងបានប្រើយើងឈប់បងយើងលែងទទួលបានអត្ថប្រយោជន៍ហើយមិនថាយើងស្ថិតនៅក្នុងវ័យណាទេ60ឆ្នាំ70ឆ្នាំឬ80ឆ្នាំទេបើយើងឈប់បងគឺយើងលែងទទួលបានអត្ថប្រយោជន៍ពីបសសហើយប្រយ័ត្នយល់ច្រឡំដូចខ្ញុំថានៅពេលដែលយើងគ្រប់អាយុ60ឆ្នាំហើយយើងបងបាន10ឆ្នាំ20ឆ្នាំក៏ដោយដែរដល់ពេលយើងគ្រប់អាយុ60ឆ្នាំយើងឈប់បងយើងទទួលបានអត្ថប្រយោជន៍សោធននិវត្តន៍អត់ទេbà làខ្ញុំសូមឆ្លើយតបទៅអ៊ីម្នាក់មិញបន្តិចខ្ញុំអត់ដឹងឈ្មោះគាត់អីទេតែខ្ញុំឃើញវីដេអូគាត់ផុសនិយាយតែតង់ទៅនឹងបោសសតាមគាត់និយាយមកគាត់និយាយថាគាត់ស្គាល់បោសបុគ្គលស្វ័យផ្នែកបុគ្គលស្វ័យយកជាង10ឆ្នាំហើយតែប៉ុន្តែបោសផ្នែកបុគ្គលស្វ័យយកទៅដំណើរការបានប្រហែលជា2ឆ្នាំហ្នឹងអញ្ចឹងអ៊ីស្គាល់ជាង10ឆ្នាំហ្នឹងមានថាអ៊ីកើតមុនបោសទៀតអញ្ចឹងមានថាបោសបុគ្គលស្វ័យយកនឹងមានតាំងពីយូរមែនទេទើបមានឆ្នាំ2024 25ហ្នឹងប្រហែលជា2ឆ្នាំហ្នឹងបន្ត2ឆ្នាំផងអញ្ចឹងអ៊ីថាអ៊ីធ្វើបង10ឆ្នាំហ្នឹងដូចជាមិនមែនត្រូវអញ្ចឹងទេណាបាទហ្នឹងមួយទៀតអ៊ីនិយាយថាបោសផ្នែកបុគ្គលស្វ័យយកហ្នឹងគឺតែយើងអត់បងប្រើអត់បានអាហ្នឹងនិយាយត្រូវតែយើងអត់បងគឺប្រើអត់បានហើយបោសបុគ្គលស្វ័យនយោជហ្នឹងយើងបងមួយខែ 15600 ហើយតែយើងអត់បងប្រើអត់បានហើយបើអត់បងលើសពី6ខែកាតបោសខូចតែម្ដងទោះចង់បងទៀតក៏បងបានដែរសុំគេបងយ៉ាងវិញគឺអត់បានគឺខូចហ្មងខូចសុពលភាពហ្មងហើយអ៊ីនិយាយថាអត់មានសាធនអត់ត្រូវអត់មានទេបោសផ្នែកបុគ្គលស្វ័យនយោជនេះគឺអត់មានសោធននិវត្តន៍ទេដែលយើងហៅថាបរិតៈនោះគឺអត់មានទេមិនបានអត់មានគឺអា option ហ្នឹងអាចជំរឿនហ្នឹងគឺគេឲ្យយើងបងតែថែទាំសុខភាពឯង 15600 ឬក៏ថាក្នុងមួយខែឬក៏ថា 187,200 រៀលក្នុងមួយឆ្នាំអាហ្នឹងគឺយើងបងសម្រាប់តែថែទាំសុខភាពពេលយើងឈឺថ្កាត់ជប់ប្រលប់ជំងឺតូចធំអញ្ចឹងណាអញ្ចឹងថាហ្នឹងគឺយល់ឲ្យច្បាស់ដោយឡែកបោសមួយផ្នែកទេគេហៅថាបោសផ្នែកកម្មគនយោជិតមានន័យថាអ្នកដែលធ្វើការនៅតាមក្រុមហ៊ុនរោងចក្រសហគ្រាសចំការជ័យចំការកស៊ូនិយាយចំឲ្យតែថកែបងឲ្យគាត់មាន3របបឬក៏ថា3អត្ថប្រយោជន៍ទី1គឺផ្នែកថែទាំសុខភាពទី2គឺគ្រោះថ្នាក់ការងារទី3គឺប្រាក់សោធននិវត្តន៍អាហ្នឹងមកគេមានប្រាក់សោធនចឹងណាអញ្ចឹងតើតែយើងទៅធ្វើការតាមក្រុមហ៊ុនរោងចក្រសហគ្រាសតូចធំដែលមានថកែអ្នកបងឲ្យទើបមានសោធននិវត្តន៍ពេលយើងដល់អាយុ60ឆ្នាំទៅយើងមកស្នើសុំប្រាក់សោធននិវត្តន៍មកយើងនឹងបានបើកប្រាក់សោធននិវត្តន៍ទៅវិញជាប្រចាំខែហើយប្រាក់សោធននិវត្តន៍ដែលយើងបើកបានហ្នឹងគឺវាអាស្រ័យទៅលើកត្តា2ទី1តើយើងធ្វើការបានយូរប៉ុណ្ណាបើយើងធ្វើការបាន100ខែ50ខែ20ខែទាំងប្រាក់សោធនយើងក៏បានកាន់តែច្រើនទី2អាស្រ័យទៅលើប្រាក់ខែរបស់យើងតិចឬក៏ច្រើនបើប្រាក់ខែរបស់យើងចាប់ពី1,20,000ទៅអាហ្នឹងប្រាក់សោធនយើងគឺវាបាន 4% នៃប្រាក់ខែយើងអញ្ចឹងគឺវាបានច្រើនតាមនោះដែរអញ្ចឹងណាខ្ញុំសូមរំលឹកអាចំណុចហ្នឹងបន្តិចឧទាហរណ៍ថាកម្មករមួយដែលគាត់ធ្លាប់ធ្វើការតាមក្រុមហ៊ុនរោងចក្រសហគ្រាសឬក៏ធ្វើការតាមសន្តាគារធនាគារសុទ្ធតែមានបោសសគាត់មានសោធនហើយអញ្ចឹងគាត់ឈប់ធ្វើការគាត់ធ្វើយ៉ាងម៉េច
ta sao thôn quạt bát rứ no quạt bát thếประสาวทนរបស់គាត់គឺនៅដំកទុករហូតឧទាហរណ៍ថាកម្មករមួយហ្នឹងគាត់មានប្រាក់សោធនចាប់ពី12ខែឡើងទៅហើយដែលយើងអាចបើកប្រាក់សោធនបានតតែយើងនឹងមានអតីតភាពការងារចាប់ពី12ខែឡើងមានថា12ខែ13ខែ20ខែតើឲ្យមានចាប់ពី12ខែឡើងទៅបុគ្គលនោះសមាជិកបោសូននោះគាត់អាចមកស្នើសុំប្រាក់សោធននៅពេលដែលគាត់មានអាយុ60ឆ្នាំឧទាហរណ៍ថាគាត់ទំតែបានអាយុ50ឆ្នាំអញ្ចឹងសោធនគាត់បាត់ទេអត់បាត់ទេអញ្ចឹងគាត់រងចាំរហូតដល់អាយុ60ទៅគាត់មកស្នើសុំប្រាក់សោធននិវត្តន៍មកគាត់បានហើយគាត់បានបើកប្រាក់សោធននិវត្តន៍ទៅវិញជាប្រចាំខែហើយនៅពេលដែលបានបើកប្រាក់សោធននិវត្តន៍ជាប្រចាំខែហើយអាផ្នែកថែទាំសុខភាពគឺវាដំណើរការមួយជីវិតសំណួរសួរវិញថាចុះចន្លោះពី50ឆ្នាំដល់60ឆ្នាំមិនចាំបើគាត់ឈឺយ៉ាងម៉េចបើអត់កើតបើគាត់អត់មានអាផ្នែកថែទាំសុខភាពផងបើគាត់ចង់បានអាផ្នែកថែទាំសុខភាពហ្នឹងឬក៏ថាផ្នែកបុគ្គលស្វ័យនយោជន៍ហ្នឹងតតែគាត់មកបន្តហ្នឹងតតែគាត់មានមុខរបរមួយជាក់លាក់មុខរបរដែលមិនទទួលប្រាក់ខែពីថៅកែឬក៏មិនទទួលប្រាក់ខែពីអ្នកណាម្នាក់គាត់មានលក់អវ៉ាន់ចាប់ភុយហត់ម៉ូតូលក់ទឹកអំពៅលក់ប្រហិតលក់អីគេទៀតលក់អវ៉ាន់ចាប់ភុយលក់ចេកលក់ត្រីលក់បន្លែគឺគាត់អាចមកបន្តបោសោផ្នែកបុគ្គលស្វ័យនយោជន៍បានបន្តទៅហើយបន្តទៅរហូតដល់គាត់ដល់អាយុ60គាត់មកស្នើសុំប្រាក់សោធនវិញអាសោធនដែលអតីតភាពគាត់នៅធ្វើការកម្មករតែតកែបងឲ្យគាត់បាន20ខែ50ខែនោះចុះគាត់មកស្នើសុំប្រាក់សោធនមកគាត់បានបើកប្រាក់សោធនទៅវិញហើយអាផ្នែកថែទាំសុខភាពបោសោបុគ្គលស្វ័យនយោជន៍ដែលបង 15100 ហ្នឹងក៏ឈប់បងដែរចាប់ពី60ទៅឈប់បងហើយចឹងណាចំណុចហ្នឹងគឺត្រូវតែយល់បើមិនយល់គឺយើងបកស្រាយខុសហើយបើយើងបកស្រាយខុសវាធ្វើឲ្យអ្នកដទៃហ្នឹងគាត់យល់ខុសដែរចឹងណាហើយនិយាយចំពោះអ្នកធ្វើបោសោផ្នែកបុគ្គលស្វ័យនយោជន៍ដែលគាត់អត់ធ្លាប់មានអតីតភាពការងារជាកម្មករដែលគាត់គ្មានប្រវត្តិសោធននោះគឺគាត់បងទៅបងរហូតទៅ 15600 ទៅឲ្យតែគាត់បានធ្វើមុនអាយុ60អាផ្នែកស្វ័យនយោជន៍ហ្នឹងធ្វើមុន60បងរហូតទៅដល់អាយុ61 62 63 78ចេះតែបងទៅ 15600 ឬក៏ 187,200 រៀលក្នុងមួយឆ្នាំបងរហូតប្រើរហូតហើយគាត់គ្មានប្រាក់សោធនទេមិនបានអត់មានដោយសារគាត់គ្មានប្រវត្តិធ្វើការថៅកែបងផ្នែកសោធនឲ្យនោះទេចាំណាចំណុចហ្នឹងណាតែបើគាត់ជាកម្មកររោងចក្រធ្លាប់ធ្វើការបាន20ខែ30ខែគាត់មានប្រវត្តិសោធនហើយអញ្ចឹងគាត់អាចមកស្នើសុំប្រាក់សោធននៅពេលដល់អាយុ60មួយទៀតពិសេសជាងនេះទៀតគាត់ថាអញធ្វើការបានតែ12ខែអញ្ចឹងបើកប្រាក់សោធនដល់អាយុ60តិចបានតិចមែនដល់12ខែអញ្ចឹងគាត់ធ្វើម៉េចគាត់មានជំរឿពីរទៀតទី1គាត់ថ្ងៃណាមួយគាត់ចង់ធ្វើការរោងចក្រវិញទៅធ្វើទៅតកែនឹងបងប្រាក់សោធនម៉ូតូទៀតហើយអញ្ចឹងគាត់ធ្វើការបាន20ខែទៀតវាបាន32ខែបូកនឹងអា12ខែគាត់បានធ្វើឬក៏គាត់អត់ទៅធ្វើការរោងចក្រក្រុមហ៊ុនឯកជនវិញទេគាត់មកបន្តសោធនស្ម័គ្រចិត្តដោយខ្លួនឯងទៅកន្លែងបោសោទៅប្រាប់គេថាខ្ញុំចង់មកបន្តសោធនស្ម័គ្រចិត្តអញ្ចឹងអ្នកដែលមានសិទ្ធិមកបន្តសោធនស្ម័គ្រចិត្តខ្លួនឯងបានតើតែគាត់មានប្រវត្តិសោធនចាប់ពី1ខែឡើងទៅមានន័យថាគាត់ធ្វើការតាមក្រុមហ៊ុនទៅតកែបងឲ្យគាត់បាន1ខែ2ខែ3ខែគាត់មានសិទ្ធិក្នុងការបន្តសោធនស្ម័គ្រចិត្តចឹងណាក្រោម12ខែក៏បានដែរតែបើគាត់មិនបន្តទេគឺគាត់មិនអាចមកស្នើសុំសោធននៅពេលដល់អាយុ60ទេឥឡូវឧទាហរណ៍ថាគាត់នៅក្រោមអាយុ60នៅគាត់មានប្រាក់សោធនក្រោម12ខែចឹងគាត់អត់មកស្នើសុំបានដោយសារគាត់ខុសលក្ខខណ្ឌព្រោះថាលក្ខខណ្ឌមកស្នើសុំប្រាក់សោធនតតែមានអាយុតតែមានប្រាក់សោធននោះតកែបងឲ្យចាប់ពី12ខែឡើងចុះបើយើងមានត្រឹមតែ11ខែ5ខែបានទេអត់បានទេអញ្ចឹងលុយហ្នឹងក៏បាត់តំណាដែរមកដល់អាយុ60មកស្នើសុំប្រាក់សោធនប្រហែលខែវិញទៅ5ខែ10ខែ11ខែទៅវិញទៅតែយើងទៅឆោតទាំងធ្វើអីបើយើងមាន11ខែមាន5ខែដែរយើងបន្តសោធនទៀតទៅឲ្យកាន់តែច្រើនទៅកាន់តែល្អវាមានអត្ថប្រយោជន៍ច្រើនដល់ពេលយើងដល់អាយុ60យើងអាចមកស្នើសុំប្រាក់សោធនហើយអ្វីដែលពិសេសគឺយើងអត់បង់លុយទៀតទេហើយផ្នែកថែទាំសុខភាពគឺយើងប្រើមួយជីវិតអញ្ចឹងសូមឆ្លើយតបទៅអ៊ីប៉ុណ្ណឹងសង្ឃឹមថាអ៊ីនឹងយល់នៅអ្វីដែលខ្ញុំបកស្រាយហើយកុំមានការនាំគេចលេងច្រឡំពេញហ្នឹងទៀតណាអញ្ចឹងកុំនាំគេច្រឡំទៀតប្រយ័ត្នបាបធ្វើចឹងអត់ល្អទេ
ស្វែងយល់ឲ្យច្បាស់ចង់ច្បាស់យើងអាចទៅ12 86ឬក៏ទៅជួបបោសសបន្តទៅមន្ត្រីបោសមួយណាក៏បានសួរគាត់ទៅគាត់ដឹងហើយគាត់មិនកំណាញ់ទេយើងកុំចេះតែបោកស្រាយថាអូបោសចេះបោសចេះចឹងអត់ល្អទេណាយើងត្រូវការនិយាយពាក្យស្មោះត្រង់ជាមួយគ្នាទៅវិញទៅមកហ្នឹងខ្ញុំមានប៉ុណ្ណឹងសូមអរគុណច្រើនសូមជម្រាបលា